ពីដើមខ្មែរនាំគោចាញ់ហើយខ្មែរនាំត្រីដំរីចាញ់ទៀតត្រីដំរីខ្មែរផ្គត់ផ្គង់ទីផ្សារហុងកុងទីផ្សារជប៉ុនទៀតអាហ្នឹងខ្មែរនៅអន់ផងស្រាប់តែឥឡូវស៊ីបោះយួនអាណាដែលមានចាំខ្ញុំជម្រាបណាអាកំណើតកសិកម្មខ្មែរពីសម័យសែនុមកណាមានដូចតទៅស្រូវអូខេកៅស៊ូឥឡូវនេះកៅស៊ូក៏យើងយួនវាយកវាជា major exporter ចំណាយយើងនេះអត់មានឈ្មោះទេអញ្ចឹងពីមុនស្រូវកៅស៊ូសណ្ដែកល្ងណារាជការគួរគប់បីភ្ញាក់ខ្លួនឡើងបើដាំបន្លែលក់មិនដាច់ស៊ីមិនគ្រប់ស៊ីនៅក្នុងស្រុកអីធ្វើអីកើតគុំមិននេះក្រោយពីលោកសេរីឈ្នះវាមកវាក៏រៀនចេះដឹងឧទាហរណ៍ដូចនៅស្រុកចិនពីដើមឆ្នាំណាក៏មនុស្សដាច់បាយស្លាប់ដែរឥឡូវនេះនៅស្រុកចិនមិនសូវមានមនុស្សដាច់បាយពីដើមរៀងរាល់ឆ្នាំមនុស្សយ៉ាងតិច200លាននាក់ដាច់បាយហើយមនុស្ស50-60លាននាក់ដាច់បាយស្លាប់នៅវៀតណាមមនុស្សក៏អត់មានអាហារដែរពួកហាណូយពួកអ្នកនៅខេត្តភាគខាងជើងជួនកាលអត់មានអាហារគ្រប់ទេឥឡូវនេះគ្រប់អស់ហើយបានតែឯងមិនមើលទេដោយសារអីដោយសារតែចិនហ្នឹងក៏វារៀនតាមលោកសេរីក៏វាដោះស្រាយបានអាហារវាហើយយួនហ្នឹងក៏ដោះស្រាយបានពីដើមការកែប្រែដីធ្លីរបស់យួនខាងជើងកែប្រែដីធ្លីហើយក៏សម័យសង្គ្រាមពីឆ្នាំ45រហូតដល់75វា30ឆ្នាំយួនខាងជើងដាច់បាយទទួលជំនួយពីសូវៀតពីអីមកដល់ឆ្នាំ75មក79យួនដាច់បាយទៀតយួនឯកភាពជាតិឆ្នាំ76ខាងជើងនិងខាងត្បូងច្បាច់បញ្ចូលគ្នាជាយួនតែមួយយួនវាដាច់បាយហើយពេលហ្នឹងនៅភាគខាងត្បូងយួនវាមានបញ្ហាមួយទៀតពូជស្រូវដែលអាមេរិកកាំងយកទៅឲ្យយួនខាងត្បូងដាំដល់ពេលយួនខាងត្បូងដួលរលំទៅអាពូជស្រូវដែលដាំហ្នឹងវានៅសល់ពូជប៉ុន្តែជីគីមីដែលអាមេរិកកាំងជំនួយទៅយួនខាងត្បូងហ្នឹងវាអត់មានដល់វាអត់មានទៅអាពូជស្រូវដែលសល់ពីអាមេរិកកាំងហ្នឹងវាคล้ายវាកើតជំងឺវាคล้ายទៅជាស្រូវដុះកន្ទុយដល់វាคล้ายទៅជាស្រូវដុះកន្ទុយវាកើតជំងឺស្រូវដុះកន្ទុយខ្ញុំហៅស្រូវដុះកន្ទុយអញ្ចឹងទៅខ្ញុំមិនហៅស្អីទេណាខ្ញុំហៅស្រូវដុះកន្ទុយអញ្ចឹងទៅដល់អញ្ចឹងទៅដោយសារខ្វះជីគីមីពីអាមេរិកអាយួនកុម្មុយនីសហ្នឹងវាកើតអាជំងឺស្រូវដាំទៅវាមានតែកន្ទុយនិងមានតែសម្បកវាអត់មានសាច់អង្គដែលយើងក្រោយមកហៅសង្ហែណាយើងហៅស្រូវសង្ហែដល់ពេលអញ្ចឹងទៅអាយួនកុម្មុយនីសហ្នឹងឆ្នាំ76 77ហ្នឹងវាចាប់ផ្ដើមខ្វះស្បៀងវាទទួលជំនួយស្បៀងពីសហភាពសូវៀតដោយសារតែវាខ្វះស្បៀងហ្នឹងក៏ជាមូលហេតុមួយដែលអង្គការបកកុម្មុយនីសវៀតណាមសម្រេចវាយកម្ពុជាហើយនឹងយកឡាវហ្នឹងអាហ្នឹងក៏ជាផ្នែកមួយដែរដល់មកឆ្នាំ94អាជំងឺស្រូវដុះកន្ទុយស្ងែហ្នឹងក៏វាដោះស្រាយបានមិនត្រឹមតែដោះស្រាយបានទេតាំងពី94មកយួនរកឃើញចំណេះដឹងថ្មីខាងកសិកម្មតាមរយៈការដកដង្កៀបសេដ្ឋកិច្ចរបស់លោកសេរីនៅពេលហ្នឹងជប៉ុនតៃវ៉ាន់នេះណាអាយួនដែលចេះដាំអីបានច្រើនហ្នឹងដឹងវាចេះពីណាទេតៃវ៉ាន់ណាព្រោះតៃវ៉ាន់មកអេតាធ្វើបាន13តោនទៅ16តោនណាក្នុង1ហិកតាតៃវ៉ាន់ដាំតែបានផលជាតោនច្រើនជាងតែនៅស្រុកចិនមុនឆ្នាំ79 10ដងវ៉ាន់ទិញត្រូវដឹងបងឯងត្រូវដឹងណាចំការតែ1ហិកតានៅតៃវ៉ាន់
nâng trồng cá tai muối hecta nơi Phú Chiếnផលសន្លឹកតែនៅហ្វូជៀនហើយនឹងផលសន្លឹកតែនៅតៃវ៉ាន់បានទម្ងន់សន្លឹកតែធ្ងន់ជាងសន្លឹកតែដីដូចគ្នាទំហំដូចគ្នា1 ជា 10បងឯងគិតមើលបងឯងដឹងទេដីតៃវ៉ាន់តូចមួយណាប៉ុន្តែដាំតែចែកចាយឲ្យសហគមន៍ចិននិងទីផ្សារពិភពលោកបានធំជាងប្រទេសចិនមុនឆ្នាំ1979ណាបងឯងគិតមើលណាហើយអាយុននេះណាដឹងវារៀនពីណាមកទេរឿងធ្វើស្រូវធ្វើដំណាំវារៀនពីតៃវ៉ាន់ណាវារៀនពីតៃវ៉ាន់ណានឹងសិតតែជាមុខវិជ្ជារបស់លោកសេរីណានឹងសិតតែមុខវិជ្ជារបស់លោកសេរីហើយអាចិនដីគោកនេះពីដើមដីវានៅដដែលមិនត្រឹមតែមិនហ្នឹងទេដីកសិកម្មវាច្រើនជាងបច្ចុប្បន្នទៀតពីព្រោះសម័យបដិវត្តមហាលោតផ្លោះមហាអស្ចារ្យចំនួនដីជាហិកតាសម្រាប់កសិកម្មវាមានច្រើនជាងដីកសិកម្មបច្ចុប្បន្នហ្នឹង1 ជា 20 1 ជា 20 1 ជា 30មានន័យថាពីសម័យ1955មកដល់1976ដីកសិកម្មប្រទេសចិនដីគោកវាមានទំហំច្រើនជាងដីកសិកម្មចិនសប្តាហ៍20 ដងឥឡូវហ្នឹងវាមានតិចពីព្រោះគេសង់ផ្ទះសម្បែងណាពីដើមគេទុកតែដីធ្វើស្រែតាក៏ប៉ុន្តែរៀងរាល់ឆ្នាំ30-40 លានអ្នកទៅដាច់ពោះងាប់បងឯងគិតមើលមិនបានចិនដាច់ពោះងាប់រៀងរាល់ឆ្នាំចិនដាច់ពោះងាប់ដោយសារខ្វះស្បៀងក្រោយឆ្នាំ1978មកដល់ឆ្នាំ88ចូលឆ្នាំ88ចិនលែងដាច់បាយងាប់ក្រោយឆ្នាំ78ចាប់ពីឆ្នាំ92ចិនគ្រប់គ្រងអាហាររបស់ខ្លួនបានហើយចិនក៏ទទួលជំនួយពី78មកចិនទទួលជំនួយពី World Food Program គេហៅអង្គការស្បៀងអាហារពិភពលោកឥឡូវហ្នឹងចិននៅទទួលប៉ុន្តែចិនគ្រប់គ្រងស្បៀងរបស់ខ្លួនបានដោយសារអីដីកសិកម្មតិចជាងមុនប៉ុន្តែដាំបានផលច្រើនជាងមុន5 ដង 7 ដង 10 ដងហើយអាចិនដីគោកនេះក៏រៀនពីតៃវ៉ាន់ដែរឃើញទេអញ្ចឹងត្រឡប់ទៅយួនវិញយួនដូចគ្នាណាបន្ទាប់មកទៀតយួនមានដែលចេះចិញ្ចឹមបង្គាណាទោះបីចេះចិញ្ចឹមក៏ចិញ្ចឹមអត់បានផលជាទ្រង់ទ្រាយធំទេដឹងវារៀនពីណាមកទេចិញ្ចឹមបង្គាអាក្រុមហ៊ុន CP Group របស់ថៃនេះទៅបង្រៀនវាណាបានជាអាកសិកម្មចិញ្ចឹមបង្គារបស់ចិនហ្នឹងវាឥឡូវហ្នឹងវាផ្គត់ផ្គង់បានដឹកមកឲ្យខ្មែរស៊ីណាមិនត្រឹមតែកសិកម្មចិញ្ចឹមបង្គាទេចិញ្ចឹម oyster អាតូចគេហៅ Pacific oyster ហ្នឹងណាចិញ្ចឹមលក់សប្តាហ៍នេះយើងស៊ីទាំងតោនណារួមទាំងវាផលិត oyster คล้ายៗឲ្យខ្មែរស៊ីទៀតខ្មែរដែលស៊ី oyster ហ្នឹងណាដែលយកមកបុកហ្នឹងណាវាមានអា oyster មែនតែនផង oyster คล้ายៗផង oyster សពនិមិត្តផងហ្នឹងមកវាស្រុកយួនអូខេតើវារៀនពីណាមកអា oyster ហ្នឹងវារៀនពីប្រទេស3ប្រទេសដែលវារៀនដំបូងគឺវារៀនពីថៃក្រោយមកវារៀនពីកូរ៉េហើយនិងជប៉ុនរហូតដល់ប្រទេសយួនសប្តាហ៍នេះមានកសិដ្ឋានចិញ្ចឹមក្រុមយកគុជខ្មែរទៅនិយាយណាទៅងើពីដេកហ្នឹងក៏ងើពីដេកមិនទាន់អស់អាចភ្នែកផងមកពីអ្នកដឹកនាំវាកម្រក់និយាយពីរឿងអាមេរិកបើនិយាយពីសម័យយួនខាងត្បូងអាមេរិកស្រុកយួនដឹកពីខ្មែរទៅណាពេលហ្នឹងខ្មែរធ្វើអាមេរិកនៅកំពត
ឥឡូវហ្នឹងយួនខ្លាយទៅជា exporter មានន័យថាយួនខ្លាយទៅជាប្រទេសដ៏ធំមួយក្នុងចំណោម10ប្រទេសដែលនាំចេញម្រេចខ្មៅម្រេចសនិយាយពាក្យហ្នឹងខឹងឆៅហ្មងទៅដោយម៉ែវាខឹងឆៅហ្មងខឹងឆៅភ្លាមមិនបានខឹងឆៅមិនគួរណាពីដើមយួនប្រៃអង្គរស៊ីម្រេចកពតជំនាន់ហ្នឹងមកចំការម្រេចអត់ទំនើបដល់ឥឡូវទេឥឡូវខ្មែរងាកទៅណាអាខំវាសនាអាកំសុខាអាអ្នកធ្វើចំការម្រេចឥឡូវមានអ្នកណានិយាយពីចំការម្រេចដែរឥឡូវហ្នឹង Is there anyone talking about Pepper Farm តាមខ្ញុំសង្កេតមើលអាសម័យកាលនៃចំការម្រេចលែងនិយាយឥឡូវនេះហើយវាមិនបានជាម្រេចផលិតនាំមិនចាញ់មិនបានវានាំមិនចាញ់មកអំពីអារាជការវាគម្រក់ផលិតផលកសិកម្មសំខាន់ហ្នឹងវាអត់ព្រមរៀបចំវាគម្រក់ណា